การจับดำรถซีปีตะโบงอะคือมันทาต้นมันทาทมเตគឺយើងឲ្យតែយើងតាំងចិត្តហើយខំប្រឹងទោះជាការងារនឹងទូចក៏ដោយធំក៏ដោយហើយយើងកុំបាច់ហក់លោតតាមគេយើងធ្វើតាមសមត្ថភាពដែលយើងមានអញ្ចឹងទៅដូចជាខ្ញុំអញ្ចឹងណាបងប្អូនគឺខ្ញុំធ្វើតិចតិចតតតិចតិចទេបងដែលតាមមើលវីដេអូខ្ញុំតាំងពីដំបូងតាំងពីเพจចាស់រហូតដល់เพจថ្មីក៏គាត់ធ្លាប់ដឹងហើយដោយសារតែមនុស្សខ្ញុំគឺចូលចិត្តធ្វើលក្ខណៈថាយើងអត់បខំទេយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅយើងធ្វើម្ដងតិចម្ដងតិចបងប្អូនទាំងអស់គ្នាហើយឥឡូវនេះផងដែរគឺយើងចូលដល់វាយពីដានខាងក្រោយហើយការកັບពីដាននេះផងដែរគឺគ្រួសារគាត់អ្នកចេះខាងនឹងអញ្ចឹងគឺបានគាត់ជួយខ្លះដែរអញ្ចឹងបងប្អូនហើយបើខាងសំណងវិញគឺខ្ញុំជួលគេសុតសាទេតែបើរឿងខាងដែកគឺបានគ្រួសារគាត់ចេះគាត់មានជំនាញខាងហ្នឹងអញ្ចឹងគឺកន្លែងណាធ្វើបានគាត់ធ្វើកន្លែងណាគាត់ធ្វើអត់តាន់កើតគាត់ហៅកូនជាងមកជួយបាន2នាក់អីចឹងបងប្អូនហើយឥឡូវគឺយើងចាប់ផ្ដើមធ្វើបែបហ្នឹងគឺខ្ញុំធ្វើតូចដែរទេហើយពេលដែលធ្វើចឹងក៏មានភ្ញៀវគាត់មកកំងជាមួយនឹងភីសាផងដែរខ្ញុំមកពិតជាអរគុណមែនតើមិនថាមួយចាំថាមួយថ្មីរបស់ខ្ញុំទេទោះបីគាត់ឃើញហាងរបស់ខ្ញុំទៅតែចាប់ផ្ដើមរៀបចំលក់ដំបងទាំងការយើងធ្វើបដាយើងលក់បដាទាំងការរៀបចំទាំងជើងក្រោមទាំងគ្រឹះខាងលើទាំងការដេកអីចឹងគឺគាត់អត់ដែរខ្វល់រឿងថាងហាងនេះទូចកន្លែងនេះទូចមើលមកអត់ទាន់ស្អាតអត់ទាន់អីគឺគាត់អត់ដែរខ្វល់ទេមួយរបស់ខ្ញុំគឺគាត់តែងតែចូលទិញរហូតជាពិសេសគឺពួកបងដែលស្គាល់តាម TikTok ហើយនៅ page របស់ខ្ញុំតែម្ដងបងប្អូនគឺគាត់ឲ្យតែចូលមកគាត់ថាំងបងមើលតែវីដេអូរបស់អូនឯងណាគឺបងពេញចិត្តមិនដល់តែម្ដងដោយសារតែយើងចាប់ផ្ដើមពីទូចហើយកន្លែងលក់របស់យើងគឺរៀបចំម្ដងបន្តិចមើលទៅគឺតាក់ទាញមែនតើមិនថាកន្លែងតូចមិនថាកន្លែងធំទេបងប្អូនទាំងអស់គ្នាឲ្យតែយើងតាំងចិត្តហើយការចាប់ផ្ដើមដំបូងតែតែមានឧបសគ្គឲ្យគ្រាន់ថាយើងឈានដើរទៅមុខតែប៉ុណ្្នឹងឯងហើយឥឡូវគឺដិតនំរួចហើយយកមកឲ្យមួយជាពិសេសមួយ VIP តែម្ដងបងប្អូនគឺគាត់ចូលចិត្តមែនតើហើយឥឡូវក៏គាត់ថាចាមើលមុំថតគេម្ដងហើយឥឡូវលួចថតតែម្ដងហើយមែនណាបងប្អូនម៉ួយហ្នឹងប្រើឲ្យហែកទឹកពេញប៉ោះឲ្យទៀតមិនធម្មតាម៉ួយនេះប្រើអ្នកលក់អស់សាច់តែម្ដងបងប្អូនទាំងអស់គ្នាចាឥឡូវគឺបានត្រឡប់មកផ្ទះវិញហើយក៏ចាប់ផ្ដើមធ្វើជាមួយនឹងធំថ្មីឲ្យមួយដោយសារតែមានភ្ញៀវគាត់នៅចិត្តផ្ទះអញ្ចឹងទៅគឺតែយកនំទៅឲ្យគាត់បងគាត់នៅរៀងឆ្ងាយគឺគាត់កំងហើយគាត់មកយកខ្លួនឯងនិយាយទៅគឺខ្ញុំទទួលការកំងទាំងតាមលេខទាំងតាម Telegram ហើយលេខរបស់ខ្ញុំផងដែរគឺខ្ញុំដាក់នៅលើវីដេអូពេលខ្លះខ្ញុំដាក់នៅ script ខាងក្រោមនៅតាមយើងដែលយើងសរសេរអញ្ចឹងណាបងប្អូនដើម្បីឲ្យបងទាំងអស់គ្នាអាចតំណត្រង់មកតាមនឹងហើយឥឡូវអ្នកលក់គឺដល់ម៉ោងធ្វើម្ហូបញ៉ាំបាយឆ្លៀតមកធ្វើម្ហូបញ៉ាំបាយផងដែរបងប្អូនអើយនិយាយទៅពីព្រឹកទល់ល្ងាចគឺវក់វីតែរឿងលក់ដូរនឹងឯងតែក៏សុបាយដែរបងប្អូនលក់បដាធ្វើម្ហូបញ៉ាំបដាឥឡូវគឺដល់ម៉ោងញ៉ាំបាយបងទាំងអស់គ្នាមកញ៉ាំបាយជាមួយខ្ញុំឲ្យតែពេលល្ងាចមិនដឹងម្ហូបអីខ្លះហើយបងប្អូនអើយគឺកញ្ចប់ឲ្យបានច្រើនមុខអញ្ចឹងទៅគឺយើងញ៉ាំឆ្ងាញ់អញ្ចឹងណាអរគុណជម្រាបលាបាយបាយ